Đến chị cứ chỉ cầm cầm bìa đọc cầm sọt mà nè đã buộc đọc chờ bà quát bàn sọt tục bầm nồi đọc tràn đại quát bàn chơi bị cầm mà phía tục ỏi đến chị xongតាមជាក់ស្ដែងដែលជីក៏នឹងស្លាប់តាពលរបស់គាត់ឆាប់ៗផងដែរប៉ុន្តែនៅក្នុងពិភពលោករបស់គាត់ការភ័យខ្លាចរបស់មនុស្សបានបង្កើតចេញជាបិសាចហើយពួកវាមួយចំនួនអាចជាមិត្តដូចជាមិត្តល្អបំផុតរបស់គាត់ឈ្មោះផូជីតាវាជាបិសាចរណាយន្តដែលវាជួយគាត់កាប់ដើមឈើនិងសម្លាប់បិសាចផ្សេងទៀតដើម្បីរកប្រាក់មួយចំនួនទោះជាយ៉ាងណាក៏ដោយនៅពេលដែលដែនជីត្រូវបានក្រុមម៉ាហ្វៀក្បត់ហើយសម្លាប់ចោលផូជីតាបានលះបង់ជីវិតរបស់វាដើម្បីធ្វើឲ្យដែនជីរស់ឡើងវិញហើយប្រែក្លាយដែនជីទៅជាបរិសុទ្ធរណាយន្តដើម្បីឲ្យគាត់អាចបន្តប្រយុទ្ធហើយថ្ងៃណាមួយអាចរស់នៅក្នុងជីវិតដែលគាត់តែងតែសម័យចង់បានរឿងនេះចាប់ផ្ដើមនៅពេលដែលដែនជីបញ្ចប់ការសម្លាប់បិសាចពេញប៉ោះហើយអ្នកគ្រប់គ្រងរបស់គាត់មកពីក្រុមម៉ាហ្វៀមកដល់ទីនោះដើម្បីទិញវាពីគាត់ប្រាប់ដែនជីថាផ្នែករាងកាយរបស់បិសាចពេញប៉ោះនឹងលក់បានប្រាក់យ៉ាងច្រើននៅក្នុងទីផ្សារងងឹតហើយគាត់នឹងផ្ដល់ឲ្យដែនជីចំនួន40,000 យេនសម្រាប់បិសាចនេះដែនជីត្រេកអរប៉ុន្តែបរិសុទ្ធនោះបានកាត់សំណងប្រាក់កម្ចីនិងថ្លៃសេវាផ្សេងទៀតពីលុយនោះដោយនៅសល់តែ70,000 យេនសម្រាប់ដែនជីតែប៉ុណ្ណោះបន្ទាប់ពីបានបង់វិក័យប័ត្រមួយចំនួននិងបំណុលផ្សេងទៀតរួចដែនជីនៅសល់ត្រឹមតែ1,800 យេនដែលវានឹងក្លាយជាប្រាក់ចំណាយពេញមួយខែរបស់គាត់ពេលទៅដល់ខ្ទមដល់កំសត់របស់គាត់ដែនជីនិងផូជីតាហូបនំប៉័ងមួយបន្ទះជាមួយនឹងគ្នាជាអាហារពេលល្ងាចរបស់ពួកគេដែនជីនិយាយអំពីរឿងដែលមនុស្សធម្មតាដាក់ដំណាប់ឬកាបឺនៅលើនំប៉័ងរបស់ពួកគេប៉ុន្តែគាត់មិនមានលទ្ធភាពទិញវាឡើយបន្ទាប់មកគាត់ក៏គិតពីរឿងដែលគាត់នឹងមិនមានសង្សារនោះទេព្រោះគាត់មិនមានកន្លែងសម្រាប់ឲ្យនាងរស់នៅឬក៏លុយដើម្បីនាំនាងទៅដេតគាត់មើលទៅខាងក្រៅបង្អួចហើយនិយាយថាយ៉ាងហោចណាស់គាត់ក៏ចង់ដេកជាមួយនារីណាម្នាក់មុនពេលដែលគាត់ស្លាប់ដែរភ្លៀងនៅខាងក្រៅបានរំលឹកដែនជីអំពីថ្ងៃដែលជីវិតរបស់គាត់បានផ្លាស់ប្ដូរឪពុករបស់គាត់ទៅតែបានសម្លាប់ខ្លួនឯងដើម្បីគេចចេញពីក្រុមម៉ាហ្វៀហើយបរិសុទ្ធចំណាស់នោះបានប្រាប់ដែនជីឲ្យយកប្រាក់70,000 យេនមកឲ្យគាត់នៅព្រឹកស្អែកដើម្បីសងអំណុលប្រចាំខែរបស់ពួកគេបើមិនដូច្នោះទេគាត់នឹងស្លាប់ភ្លាមនោះដែនជីបានងាកក្រោយហើយឃើញបិសាចរណាយន្តដែលមើលទៅដូចជាសត្វឆ្កែគាត់ភ័យខ្លាចហើយត្រៀមខ្លួនទទួលយកការស្លាប់របស់គាត់ក្នុងដៃរបស់បិសាចព្រោះគាត់គិតថាគាត់គង់នឹងស្លាប់ដដែលនៅពេលនោះគាត់ឃើញថាបិសាចបានរងរបួសហើយគាត់មិនអាចទ្រាំមើលការស្លាប់មួយទៀតបន្ទាប់ពីឪពុករបស់គាត់បានទេដូច្នេះគាត់ក៏ឲ្យឈាមរបស់គាត់ទៅបិសាចរណាយន្តនោះផឹកដើម្បីឲ្យវាបានជាសះស្បើយនិងមានជីវិតបិសាចបានខំដៃរបស់គាត់ហើយដែនជីបានប្រាប់វាថាវាមិនមែនជារបស់ free ទេប៉ុន្តែជាកិច្ចសន្យាគាត់ប្រាប់វាថាឥឡូវនេះដល់វេនដែលវាត្រូវជួយគាត់ម្ដងហើយព្រោះគាត់ក៏ចង់រស់ដែរនៅថ្ងៃបន្ទាប់ដែនជីបានសម្លាប់បិសាចមួយដោយមានជំនួយរបស់បិសាចរណាយន្តហើយត្រូវបានក្រុមម៉ាហ្វៀជួលឲ្យធ្វើជាអ្នកប្រមាញ់បិសាចផ្ទាល់ខ្លួនរបស់ពួកគេនៅពេលដែលដែនជីចាក់ចេញពីការចងចាំរបស់គាត់វិញគាត់ស្រាប់តែចាប់ផ្ដើមក្អកឈាមហើយចាំថាម្ដាយរបស់គាត់ក៏បានស្លាប់ខណៈពេលដែលក្អកឈាមបែបនេះដែរព្រមនោះគាត់ឮសំឡេងគោះទ្វារហើយបរិសុទ្ធចំណាស់នោះប្រាប់គាត់ថាគាត់មានការងារឲ្យដែនជីធ្វើគាត់នាំដែនជីទៅឃ្លាំងដែលគេបោះបង់ចោលនៅខាងក្រៅទីក្រុងហើយដែនជីចាប់ផ្ដើមគិតថាមានអ្វីមួយមិនប្រក្រតីបរិសុទ្ធចំណាស់នោះប្រាប់ដែនជីថាគាត់ធ្វើការបានយ៉ាងល្អក្នុងនាមជាឆ្កែរបស់ពួកគេកន្លងមកប៉ុន្តែគាត់ស្អប់ក្លិនស្អុយដែលដែនជីបានបញ្ចេញមុនពេលដែនជីអាចយល់បានជនពាលម្នាក់បានចាក់គាត់និងផូជីតាដោយប្រើដាវខណៈពេលដែលដែនជីដួលទៅលើដីបរិសុទ្ធចំណាស់នោះប្រាប់គាត់ថាគាត់ក៏បានធ្វើកិច្ចសន្យាជាមួយបិសាចដើម្បីក្លាយជាមនុស្សមានថាមពលផងដែរនៅពេលនោះបិសាចដ៏គួរឲ្យខ្ពើមដ៏ធំមួយបានចេញមកដោយដឹកនាំកងទ័ពស៊ុំប៊ីមួយក្រុមវាប្រាប់ដែនជីថាពួកម៉ាហ្វៀល្ងងណាស់ដែលក្លាយជាទាសកររបស់វាដើម្បីតែទទួលបានថាមពលដោយមិនដឹងថាអ្នកណាដែលបានធ្វើកិច្ចសន្យាជាមួយស៊ុំប៊ីក៏ក្លាយជាស៊ុំប៊ីដែរបិសាចដ៏ធំនោះបញ្ជាឲ្យពួកស៊ុំប៊ីសម្លាប់ដែនជីហើយបោះគាត់ទៅក្នុងធុងសម្រាមព្រោះវាស្អប់អ្នកប្រមាញ់បិសាចទាំងអស់ដែនជីលើកផូជីតាឡើងហើយរត់ឆ្ពោះត្រកច្រកចេញប៉ុន្តែស៊ុំប៊ីមាននៅគ្រប់ទីកន្លែងពួកវាបានកាប់ទៅលើគាត់ដួលទៅលើដីហើយចាប់ផ្ដើមចាក់គាត់យ៉ាងសាហាវប្រៃផ្សាយខណៈពេលដែលដែនជីស្រែកដល់ការជឿចាប់គាត់ឆ្ងល់ថាហេតុអ្វីបានជាគាត់មិនអាចសូម្បីតែមានសុបិនអំពីការរស់នៅក្នុងជីវិតធម្មតាបានមួយសន្ទុះក្រោយមកបំណែកសាកសពរបស់គាត់ត្រូវបានគេដាក់នៅក្នុងធុងសម្រាមជាមួយដំណក់បានហូរចូលទៅក្នុងមាត់របស់ផូជីតាដោយដាស់វាជាលើកចុងក្រោយវានឹកឃើញដល់ពេលដែលដែនជីបានប្រាប់វាថាការសោកស្ដាយជាមួយកូនរបស់គាត់នឹងកើតឡើងប្រសិនបើគាត់ស្លាប់នៅពេលប្រយុទ្ធជាមួយបិសាចហើយទុកឲ្យផូជីតានៅតែម្នាក់ឯងគាត់បានសុំឲ្យផូជីតាកាន់កាប់រាងកាយរបស់គាត់ប្រសិនបើគាត់ស្លាប់មុនវាហើយចាក់ចេញទៅរស់នៅក្នុងទីក្រុងហើយស្លាប់ដូចជាមនុស្សធម្មតាដូច្នេះផូជីតាក៏ចាប់ផ្ដើមប្រើថាមពលរបស់វាដើម្បីផ្គុំរាងកាយរបស់ដែនជីបញ្ចូលគ្នាម្ដងទៀតហើយភ្លាមៗនោះដែនជីក៏មានសុបិនមួយគាត់សួរផូជីតាថាតើវាបានជោគជ័យក្នុងការកាន់កាប់រាងកាយរបស់គាត់ហើយមែនទេហើយផូជីតាស្រាប់តែនិយាយដែលវានិយាយថាវាចូលចិត្តស្ដាប់គាត់និយាយអំពីសុបិនរបស់គាត់វាប្រាប់ដែនជីថានេះគឺជាកិច្ចសន្យាថ្មីរបស់ពួកគេវានឹងផ្ដល់បេះដូងបិសាចរបស់វាទៅដែនជីហើយជាថ្នូរដែនជីត្រូវតែធ្វើឲ្យសុបិនរបស់គាត់ខ្លាចជាការពិតហើយបង្ហាញការពិតនោះដល់វា
Denji ស្រាប់តែដឹងខ្លួនបន្ទាប់ពីនោះហើយឃើញថារាងកាយរបស់គាត់បានជាសះស្បើយទាំងស្រុងហើយខ្សែដែលធ្លាប់តែមាននៅលើកន្ទុយរបស់ភូជីតាឥឡូវនេះគឺនៅក្នុងទ្រូងរបស់